ជំរាបសួរបងប្អូនទាំងអស់គ្នាមកកាន់វីដេអូថ្ងៃថ្មីថ្ងៃនេះដែរគឺខ្ញុំចេញទៅកន្លែងហាត់រាំបងប្អូនហើយតាមផ្លូវនឹងដឹងគិតអីខ្លះទេឥឡូវយើងមកដល់ហើយចាយើងចូលក្នុងយើងបានជួបជាមួយនឹងអ្នកបំវឹករំខ្ញុំហើយគឺបងវីចាហើយមួយរយៈហ្នឹងខ្ញុំក៏រៀងវឹកហាត់សម្រាប់ការរំខ្លួនឯងព្រោះក៏មាន event ច្រើនហើយក៏មានបទចម្រៀងញាក់ច្រើនចង់ឲ្យក្នុងឆ្នាំថ្មីនេះគឺមានអីប្លែកភ្នែកទៅកាន់បងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមហាត់តាមគាត់ដែលគាត់ប្រាប់ថាក្បាច់ទី1ទី2មុននឹងយើងបើកធុងបានយើងត្រូវមាន1 2 3 4អញ្ចឹងណាបងប្អូនគេមានក្បួនខ្នាតគេចាហើយឥឡូវយើងហាត់ដើម្បីឲ្យរាងកាយយើងរឹងមាំសិនហើយយើងកលាស់ទៅវាដឹងចង្វាក់ហើយស្អាតអីចឹងណាបងប្អូនអានេះគេហៅថាដូចជាថាគោលហ្មងមូលដ្ឋានហ្មងណាចាបងប្អូនសម្រាប់ការវឹកហាត់រាំនេះវាមានប្រយោជន៍ខ្លាំងមែនតើបងប្អូនធ្វើឲ្យរាងកាយយើងរឹងមាំហើយក៏ប្រវត្តិទៅកាន់ដង្ហើមផ្លូវដង្ហើមយើងដែរបងប្អូនមួយចំនួនគាត់បានសួរខ្ញុំច្រើនណាតើការវឹកហាត់សលេងការវឹកហាត់ដង្ហើមហេតុអីបានបងស្មូតបានវែងដង្ហើមខ្ញុំវែងនិយាយអស់ទៅបងប្អូនពីក្មេងខ្ញុំចូលចិត្តលេងអ៊ូមែនតើហើយបងប្អូនដឹងហើយការលេងអ៊ូគឺត្រូវការប្រើប្រាស់ដង្ហើមថ្ងៃហ្នឹងចឹងខ្ញុំអ៊ូបានប៉ុណ្ណេះថាឥឡូវបាន30វិនាទីចឹងទៅស្អែកខ្ញុំអ៊ូបាន40វិនាទីចឹងទៅក៏ដោយសារការរត់ហាត់ប្រាណchứយើងអ៊ូមិនរត់ហាត់ប្រាណបងប្អូនដឹងហើយធ្លាប់លេងពីក្មេងយើងអ៊ូរត់ទៅចឹងទៅយូរទៅបង្កើនដង្ហើមយើងអញ្ចឹងដូចគ្នាមកការហាត់រាំវិញដូចគ្នានៅពេលដែលយើងកាន់តែហត់យើងកាន់តែបំវឹកនៅរាងកាយរបស់យើងកាន់តែរឹងមាំដង្ហើមយើងគឺវាទៅតាមនឹងដែរដូចជាការយើងដើរម៉ាស៊ីនថ្ងៃហ្នឹងយើងដើរបាន10នាទីហេតុអីស្អែកឡើងយើងដើរបាន15នាទី20នាទីវាឡើងទៅតាមនឹងអញ្ចឹងការវឹកហាត់សំឡេងការវឹកហាត់ដង្ហើមក៏ពាក់ព័ន្ធជាមួយនឹងការហាត់ប្រាណដែរបងប្អូននេះជាតិចនិចខ្លះដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាហ្នឹងហើយឥឡូវយើងក៏មកហាត់បន្តទៀតនេះគេហៅថាដូចជាក្បាច់ស្លាយអញ្ចឹងណាបងប្អូនតែក៏គេមានចង្វាក់គេដែរ1 2 3 4គឺអត់ចោលតែម្ដងហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមហាត់ទៅតាមគាត់ហើយប្រឹងហាត់មែនតើបងប្អូនអត់មានសម្រាកទេ1ម៉ោងពេញហ្នឹងគឺសម្រាកតែញ៉ាំទឹកតែបន្តិចទេចាហើយអត់បានថតកន្លែងសម្រាកឥឡូវយើងដល់ម៉ោងចប់ហើយណាបងប្អូនឥឡូវខ្ញុំក៏បាននិយាយមួយគាត់ថាស្អែកយើងត្រូវហាត់នៅណាអីមិនទីទៅហើយចុងក្រោយនៅវីដេអូនេះខ្ញុំក៏មានជាchallenge dance version ជាមួយនឹងបទក្រោមទីរបស់ខ្ញុំដែរបងប្អូនហើយកុំភ្លេចណា join Telegram ខ្ញុំណាជំរាបសួរថ្ងៃនេះខ្ញុំផ្លែកតិចបងប្អូនខ្ញុំមកជាមួយនឹងបងវីដែលគាត់ជាអ្នកបង្វឹករំរបស់ខ្ញុំផងដែរមានអីថ្មីគឺថ្ងៃនេះយើងធ្វើជា Karate Dance Challenge ចាំប្រមូលបងប្អូនទាំងអស់គ្នាលេងមកបានទទួលរង្វាន់ធំទាំងអស់គ្នាមាន3រង្វាន់ណាហើយលក្ខខណ្ឌលេងងាយពិបាកលេងបងប្អូនទៀតហ្នឹងកញ្ញាទៅចាំសមាគាត់នឹងផុសវីដេអូ Dance Challenge ហ្នឹងអ្នកទាំងអស់គ្នាគាត់ចូលទៅ link ហ្នឹងលេងបត់ហ្នឹង Karate ហ្នឹងហើយរំក្បាច់រំស្រួលចែកនឹងទទួលបានរង្វាន់អ្នកណាដែលទទួលបាន view ច្រើនជាងគេណាលេខ1ទទួលបានម៉ាណា40,000រៀលលេខ2 30,000រៀលលេខ3 20,000រៀលមានអីពិសេសទៀតហើយឯងថតរូបក៏ដូចជានិយាយលេងជាមួយនឹងខ្ញុំផងដែរបាទកុំភ្លេចចូលរួមលេង Karate Dance Challenge ទាំងអស់គ្នាណាហើយមួយទៀតកុំភ្លេចដាក់ #Karate Dance Challenge ហើយយើងកាន់លទ្ធផលនៅក្នុងពេលមួយអាទិត្យចាហើយអ្នកណាដែលបាន view ច្រើនជាងគេនៅក្នុងការក្បាច់រាំដែលនេះខ្ញុំបានផុសនៅក្នុង link ហ្នឹងគឺទទួលបានរង្វាន់អរគុណបងប្អូនទាំងអស់គ្នានេះគឺជាក្បាច់រាំបទក្រងទីកន្លែងនឹងទីហើយបងប្អូនទាំងអស់គ្នាអាចរាំតាមបានដើម្បីទទួលបានរង្វាន់ពីនាងខ្ញុំហើយបងប្អូនទាំងអស់គ្នាដែលស្រឡាញ់គាំទ្រនាងខ្ញុំកុំភ្លេចណា join Telegram នាងខ្ញុំដើម្បីបង្កើនភាពស្និទ្ធស្នាលទាំងអស់គ្នាអរគុណ